លោកឈឿបធុយរស់នៅក្នុងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យធ្លាប់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃជាច្រើនលើកច្រើនសារពីដើមមកខ្ញុំធ្លាប់ទៅតាមមីខ្យល់គេដឹកនាំទៅខាងផ្លូវស្រះកែវក្នុងម្នាក់គេយក3ពឿនបាទក្នុងម្នាក់គេយក3ពឿនបាទគេនាំចូលទៅបងគេអ្នកនៅឯនោះគេស្គាល់ផ្លូវគេស្គាល់ច្រកលហកណាបាទគេនាំដើរផ្លូវកាត់ទី1ដែលយើងដើរឆ្លងពីជ័យដែនទឹកដីខ្មែរយើងទៅគឺមានអូមួយហើយបាទឆ្លងអូទៅហើយបាទផុតពីអូនឹងទៅដើរកាត់ចកាតលងចកាអំពៅអីចេះទៅបងចកាពោតចកាព្រេងខ្យល់អីចេះទៅបាទដើរផុតពីថ្នល់ជាតិមួយទៅថ្នល់ជាតិមួយឯទៅដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់នេះអាជ្ញាធរថៃកាលពីពេលថ្មីនេះអះអាងថាខ្លួននឹងសាងសង់របងក្នុងខេត្តស្រះកែវដែលជាខេត្តជាប់ព្រំដែនកម្ពុជាក្នុងខេត្តបាត់ដំបងនិងបន្ទាយមានជ័យអាជ្ញាធរថៃអះអាងទៀតថាការធ្វើរបងនេះដើម្បីទប់ស្កាត់ការរត់ពន្ធមនុស្សឆ្លងដែនយកទៅធ្វើការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញដែលប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជាអតីតពលករខ្មែរដែលធ្លាប់ឆ្លងដែនទៅប្រទេសថៃខុសច្បាប់និងមន្ត្រីសិទ្ធិមនុស្សកម្ពុជាបានសាទរគម្រោងសាងសង់របងក្នុងទឹកដីថៃដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ប៉ុន្តែពួកគេលើកឡើងថាពលរដ្ឋខ្មែរដែលខ្វះខាតនៅតែហ៊ានលួចឆ្លងដែនតាមច្រកតូចៗដោយសារតែពួកគេត្រូវទៅធ្វើការនៅប្រទេសថៃបើតាមខ្ញុំគិតខ្ញុំពិចារណាខ្ញុំថាប្រហែលជាគេធ្វើរៀងមិនអស់យើងមានការលួចជួលផ្លូវកាត់អញ្ចឹងបងគេដើម្បីដូចថាចង់គេធ្វើនេះធ្វើដើម្បីឲ្យយើងនាំគ្នាគិតគេឲ្យយើងគិតហើយគេចង់ឲ្យយើងធ្វើបាត់ធ្វើប៉ាសពើចូលទៅតាមផ្លូវស្របច្បាប់បាទឲ្យបានល្អទៅតាមច្បាប់អញ្ចឹងបងឲ្យបានល្អទៅតាមផ្លូវច្បាប់ស្របច្បាប់ទាំងអស់គ្នាប៉ុន្តែភរិយារបស់លោកឈើបធុយគឺអ្នកស្រីអួនខាត់ណាអាយុ48ឆ្នាំថ្លែងថាការឆ្លងដែនខុសច្បាប់នៅតែមានបើទោះមានរបងក៏ដោយទៅបីតែធ្វើរបងជួនកាលអ្នកខ្លះអាចទៅបីតែធ្វើរបងកពស់ប៉ុណ្ណានៅតែឡើងទៅបានអ្នកដែលចង់ទៅបងអ្នកដែលចង់ទៅគឺគេមិនទាន់ឈប់ចង់ទៅទេទៅបីតែរបងនោះដាក់លួហើយកពស់ឬក៏បែងដបអីឬក៏ស្អីក៏ដោយច្បាស់ក៏មានធ្វើចណ្ដើធ្វើអីឡើងទៅទៀតទៅតែបានមិនមែនអត់ទេច្បាស់តែបានទៅទៀតប៉ុន្តែទៅដូចថាខ្លាចតែរឿងគ្រោះថ្នាក់មួយឯងបើថាធ្វើរបងគ្រោះថ្នាក់ខ្លាចគ្រោះថ្នាក់អ្នកស្រីដែលធ្លាប់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃបន្ថែមថាពលរដ្ឋខ្មែរដែលខ្វះខាតមិនមានជំរឿសអ្វីក្រៅពីទៅធ្វើការនៅប្រទេសថៃនឹងសម្រាប់អ្នកដែលចង់ទៅខ្វះខាតដូចខ្ញុំចេះនិយាយធៀបប្រៀបថាដូចខ្ញុំជាដើមបងនេះកំពុងតែអត់លុយខ្វះខាតលុយប៉ុន្តែអ្នកដែលចង់ទៅនោះអត់លុយមែនទៅចង់ការគេមកដើម្បីនឹងឡើងទៅស្រុកថៃដែរបងនឹងអ្នកអត់លុយសម្រាប់ដូចខ្ញុំដែលគិតនឹងការគិតនឹងគឺគិតដឹងឲ្យទៅហើយបងលោកសុំច័ន្ទគាអ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាត6ប្រចាំខេត្តបន្ទាយមានជ័យថ្លែងថាអញ្ចឹងបើសិនជាមានការច្រកធ្វើរបងព្រំដែនជាការប្រសើរមួយប៉ុន្តែការធ្វើរបងព្រំដែនឧទាហរណ៍ថាធ្វើខេត្តបន្ទាយមានជ័យវានៅតែមានការឆ្លងដែរគឺវាជាការមួយដែលមិនអាចទប់នៅលំហូរនៃការឆ្លងដែនខុសច្បាប់បានទេមូលហេតុអីដោយសារទី1ប្រជាពលរដ្ឋកម្ពុជាគឺកំពុងតែភាពជួបប្រទះនៅការខ្វះខាតថវិកាបង់ធនាគារកន្លែងខ្លះគាត់អត់មានទីផ្សារទាក់ទងទីផ្សារកសិផលអីអញ្ចឹងទៅពិបាកនឹងហើយនឹងទីផ្សារការងារពិបាកអញ្ចឹងពួកគាត់នឹងតែងតែឆ្លៀតឱកាសហ្នឹងឆ្លងដែនទៅធ្វើការនៅប្រទេសថៃលោកលីសវណ្ណរិទ្ធអភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យប្រាប់ VOA ថាការធ្វើរបងជាប់ព្រំដែនលុះត្រាតែមានការឯកភាពគ្នារវាងប្រទេសទាំងពីរប៉ុន្តែលោកថាបើភាគីថៃចង់ធ្វើរបងដោយឯកតោភាគីគឺអាចធ្វើបានតែនៅលើទឹកដីថៃតែប៉ុណ្ណោះលោកបន្ថែមថាអាជ្ញាធរកម្ពុជាត្រេកអរសម្រាប់ការទប់ស្កាត់បទល្មើសឆ្លងដែនហើយថាកម្ពុជាមិនដែលប្រងើយកន្តើយក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសឡើយរដ្ឋាភិបាលថៃបានបង្ហាញក្តីព្រួយបារម្ភអំពីពលរដ្ឋថៃបានក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សក្នុងប្រទេសកម្ពុជាដោយពួកគេត្រូវបានបង្ខំឲ្យធ្វើការបោកប្រាស់គេតាមអនឡាញ
ការពីខែកុម្ភៈអាជ្ញាធរកម្ពុជាបានសហការជាមួយអាជ្ញាធរថៃក្នុងការបង្ក្រាបទីតាំងអគារមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែតដោយរកឃើញជនជាតិថៃជាង100នាក់ដែលត្រូវបានរាយការណ៍ថាជាជនរងគ្រោះនៃអំពើឆបោក តែក៏នឹងពេលនេះដល់រដ្ឋាភិបាលគួរយកចិត្តទុកដាក់ឲ្យបានច្រើនទាក់ទងទៅលើការដែលគេហៅហ្គេមអនឡាញហ្នឹងដែលគេคล้ายទៅជាកន្លែងចាប់ចម្រិតកន្លែងឧក្រិដ្ឋកម្មតាមអនឡាញអីចឹងគួរតែចុះពិនិត្យចុះមើលចុះធ្វើឲ្យបានច្បាស់លាស់បើមិនចឹងទេវានាំឲ្យប៉ះពាល់ដល់មុខមាត់ទៅដល់ប្រទេសយើងផងហើយនឹងប្រទេសផ្សេងៗក៏គេព្រួយបារម្ភនៅក្នុងការចូលរួមនឹងការទេសចរនិងធ្វើដំណើរមកកម្ពុជាដែរបាទ ប្រិយមិត្ត VOA នៅពេលនេះខ្ញុំបានស្ថិតនៅក្នុងខេត្តស្រះកែវប្រទេសថៃរហូតមកដល់ពេលនេះគេមិនទាន់ដឹងនៅឡើយទេថាតើអាជ្ញាធរថៃគ្រោងនឹងសាងសង់របងនោះនៅពេលណានៅឡើយទេហើយរបងនោះមានប្រវែងប៉ុន្មាននិងកម្ពស់ប៉ុន្មានឲ្យជាក់លាក់ប្រទេសកម្ពុជានិងប្រទេសថៃមានព្រំដែនគោករួមគ្នាជាង800គីឡូម៉ែត្រសម្រាប់ពេលនេះខ្ញុំបាទសុននរិនរាយការណ៍ឲ្យ VOA សូមអរគុណនិងសូមជម្រាបលា